ក្នុងអភិក្រមថ្មីនេះប្រកាសអីរបស់យើងព្យាយាមបកប្រែទៀតជាភាសាអង់គ្លេសនិងភាសាចិនហើយសូមអរគុណបាទខាងតាក់បាទដែលបានជួយព្រោះអីបើយើងគ្រាន់តែចេញជាប្រកាសប៉ុន្តែអ្នកដែលត្រូវអនុវត្តគាត់ក៏មិនបានដឹងបាទក្រុមហ៊ុនរោងចក្រចិននេះក៏មានច្រើនហើយគាត់អត់ចេះភាសាយើងច្បាស់លាស់ហ្មងបកប្រែទៅជួនកាលបកប្រែតគ្នាហើយសួយប្រើ Google ប្រើអីហ្នឹងមិនត្រូវសាច់រឿងទៀតអញ្ចឹងអត់យល់អនុវត្តទៅខុសក៏មានដែរអញ្ចឹងយើងបានខិតខំធ្វើការងារនេះទី2សូមទាំងអគ្គនាយកដ្ឋានហើយថ្ងៃនេះមានប្រធានមន្ត្រីភាគច្រើនបានអញ្ជើញចូលរួមសូមជំរុញឲ្យដល់គោលដៅ post នៅលើ website ហ្នឹងមួយយ៉ាងហើយបាទធ្វើសិក្ខាសាលានៅថ្ងៃនេះក៏មានគ្នាតែប៉ុណ្្នឹងអ្នកទេប៉ុន្តែរោងចក្រយើងដល់ទៅប្រមាណជាង 3000 បើរាប់ទាំងសិប្បកម្មទៀតរាប់រយរាប់ពាន់ទៀតច្រើនណាស់ទូទាំងប្រទេសអញ្ចឹងធ្វើម៉េចឲ្យប្រកាសរបស់យើងនេះសាររបស់យើងនេះបានដល់ទៅដល់គោលដៅអញ្ចឹងសូមយន្តការរបស់មន្ត្រីរាជធានីខេត្តទាំងអស់រុញបន្តបាទរុញឲ្យគ្រប់គោលដៅព្រោះនៅក្នុងដៃយើងទាំងអស់ហើយចំពោះរោងចក្រប្រកាសនេះមិនមែនសម្រាប់តែសម្រាប់អ្នកថ្មីទេអ្នកបើកថ្មីណាបាទថ្មីសូមអនុវត្តនេះឲ្យបានត្រឹមត្រូវព្រោះការធ្វើដំបូងហើយចាប់ផ្ដើមធ្វើឡើងដោយត្រឹមត្រូវគឺជាការចំណេញទេយើងធ្វើហើយយើងមិនងាយទៅរស់ប្រព័ន្ធនឹងបំពាក់តាមក្រោយអីទេពេលខ្លះហើយថារចនាសម្ព័ន្ធមួយចំនួនដូចជាខ្សែភ្លើងអីជាដើមតែកប់ចូលក្នុងដានកប់ចូលក្នុងជញ្ជាំងដាក់ចូលជាទូហើយងាយណាស់ទៅរុះរើមិនចឹងបាទអញ្ចឹងកន្លែងនេះខ្ញុំក៏សូមអំពាវនាវដែរបាទសហគ្រាសទាំងអស់រោងចក្រទាំងអស់ដែលមានតំណែងអញ្ជើញទៅនេះធម្មតាម្ចាស់រោងចក្រអត់បានមកទេថ្ងៃនេះបាទភាគច្រើនតែជាតំណែងប៉ុន្តែភាគច្រើនម្ចាស់នោះហើយអ្នកសម្រេចឬការវិនិយោគបាទកន្លែងនេះខ្ញុំក៏ចង់បញ្ជាក់បន្ថែមដែរថាហេដ្ឋារចនាសម្ព័ន្ធនៅក្នុងរោងចក្ររបស់យើងប៉ុន្តែថាដល់ពេលវិនិយោគទៅវាពាក់ព័ន្ធនឹង cost តម្លៃអញ្ចឹងបងប្អូនខ្លះលោកគិតថាបើដូចខំអានេះតិចទៅឯងបើចំណេញបី low cost ប៉ុន្តែរឿងអស់ទាំងនេះมันអាច low cost បានទេត្រូវយក quality ជាធំពេលខ្លះយើងខំខ្សែភ្លើងមិនហ៊ានទិញអាលេខ1ទេទិញអាលេខ2អីចឹងបាទដោយសារ cost saving ឧទាហរណ៍ចឹងទៅដល់ទៅពេលឆេះរោងចក្រឬក៏ទូភ្លើងចឹងមិនហ៊ានទិញអាលេខ1ទេបាទដល់ទៅពេលវាផ្ទុះសេ short circuit អីចឹងទៅខ្ទេចទាំងអស់ឃើញទេបាទអញ្ចឹងសូមកន្លែងនេះដល់កន្លែងហេដ្ឋារចនាសម្ព័ន្ធសំខាន់សុវត្ថិភាពរោងចក្រអីទាំងអស់នេះសូមកំថាំសូមធ្វើទៅតាមស្តង់ដារសូមឲ្យគ្រប់ស្តង់ដារហើយចំពោះរោងចក្រដែលលោកបង្កើតរួចហើយកំពុងដំណើរការហើយក៏សូមខិតខំព្យាយាមកែលម្អ retrofit ឡើងវិញបាទហើយមើលទៅខ្សែភ្លើងឬក៏ឧបករណ៍មួយចំនួនវាចាស់ហើយបាទឡចំហាយអីនៅថ្ងៃមានបញ្ហាទេឃើញទេអញ្ចឹងសូមជួសជុលសូមរកថ្មីមួយចំនួនហើយធ្វើម៉េចការពារកុំឲ្យវាមានបញ្ហាផ្ទាល់គោលដៅរបស់ក្រសួងគឺចង់ធ្វើម៉េចការកសាងកេរ្តិ៍ឈ្មោះឧស្សាហកម្មនៅកម្ពុជាឲ្យយើងក្លាយទៅជាប្រទេសមួយដែលមានឧស្សាហកម្មនឹងផ្ដោតលើសុវត្ថិភាពជាធំអញ្ចឹងកាលណាមានសុវត្ថិភាពកម្មករក៏មានសុវត្ថិភាពកេរ្តិ៍ឈ្មោះនៃកម្លាំងផលិតកម្មយើងក៏កាន់តែល្អអញ្ចឹង brand គេជឿទុកចិត្តមក audit កន្លែងយើងគឺប្រទេសកម្ពុជាមិនសូវមានបញ្ហាសុវត្ថិភាពទេបាទអញ្ចឹងហើយក៏វាមិនរំខានដល់ productivity វាមិនដែលមានគ្រោះថ្នាក់វាមិនដែលមានអីអញ្ចឹងចំណេញទាំងអស់គ្នាអញ្ចឹងតើបងប្អូនជួយចូលរួមក្រសួងបានចេញប្រកាសរួចហើយក្រសួងបានដាក់ឲ្យអនុវត្តនៅបទបញ្ញត្តិនេះរួចហើយអញ្ចឹងនៅឡើយតែការចូលរួមរបស់ម្ចាស់សហគ្រាសទាំងអស់ទៀតហើយការកសាងនេះមិនមែនសម្រាប់ថ្ងៃនេះតែមួយមុខទេមិនមែនតែរឿងសុវត្ថិភាពរឿងចំណេញកុំឲ្យមានឧបទ្ទវហេតុប៉ុណ្ណោះទេប៉ុន្តែសម្រាប់ថ្ងៃខាងមុខទៀតបើសិនជាយើងស្រុះគ្នាធ្វើបានហើយខ្ញុំជឿជាក់ថាការវិនិយោគធម្មតាទេដូរថ្មីមិនងាយទេបាទពិចារណាហើយឬ costing រឿងអីទាំងអស់នេះប៉ុន្តែយើងអាចអនុវត្តអ្វីដែលសំខាន់មុនដែលមានគ្រោះថ្នាក់ហានិភ័យធំជាងចាប់ដើមធ្វើអានឹងមុនទៅយើងខ្ញុំមិនតម្រូវថាដូរម្ដងទាំងអស់ឧទាហរណ៍អញ្ចឹងមានការលំបាកណាស់ប៉ុន្តែយើងយកអតិភិបស្អីដែលវាមានគ្រោះថ្នាក់សំខាន់ហ្នឹងហើយឃើញកន្លងមកនេះឃើញមានការឆេះច្រើនណាស់បាទយើងខ្ញុំបដោតសារផងបាទវីដេអូផងចង់ទៅមើលផងអីផងប៉ុន្តែចំនួនគ្រោះថ្នាក់ហ្នឹងនៅតែមានជាហូរហែ regulation ចេញហើយប៉ុន្តែសូមអាសាធ្វើ drill ណា fire safety drill បាទឬក៏សុវត្ថិភាពអីផ្សេងនេះពេលមានឧបទ្ទវហេតុយកធ្វើម៉េចរោងចក្រយើងអាសា drill ហ្នឹងទេបាទហាត់បាទរត់កិច្ចយ៉ាងម៉េចបើវាធ្លាយជាឧស្ម័នតើការពារយ៉ាងម៉េចប្រព័ន្ធអាឡាមប្រព័ន្ធអីហ្នឹងយ៉ាងម៉េចអញ្ចឹងសូមអាសាធ្វើ drill បំពាក់បច្ចេកវិទ្យាបំពាក់ឧបករណ៍ហ្នឹងមួយហើយឧបករណ៍ល្អវាជួយយើងបើវាមាន leakage បើវាមានឆេះវា detect លឿនវាបញ្ជូនសញ្ញាប៉ុន្តែមួយទៀតតើយើងអាសាធ្វើ drill ហ្នឹងបាទបានទៀងទាត់បាទអញ្ចឹងពេលមានការកើតឡើងគឺអត់មានប៉ះពាល់ដល់អាយុជីវិតមនុស្សទេ